សិក្សាពាក្យនយោបាយភាពខុសគ្នានៃពាក្យសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិសូមជម្រាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំនិស័យម្ដងទៀតពេលនេះមនុស្សល្អសង្គមល្អសូមជូនសន្ធិសញ្ញាជាកិច្ចព្រមព្រៀងអន្តរជាតិដែលធ្វើឡើងរវាងរដ្ឋនិងរដ្ឋនៅក្នុងទម្រង់ជាលាយលក្ខណ៍អក្សរហើយស្ថិតនៅក្រោមច្បាប់អន្តរជាតិធ្វើឡើងរវាងពីរភាគីឬច្រើនដែលជាប្រធាននៃនីតិអន្តរជាតិសម្ដៅបង្កើតឲ្យមានឥទ្ធិពលខាងផ្លូវច្បាប់និងស្ថិតនៅក្រៅច្បាប់អន្តរជាតិសន្ធិសញ្ញាត្រូវធ្វើឡើងដោយស្ម័គ្រចិត្តពីពីរភាគីទាំងអស់ដែលក្នុងន័យនេះសន្ធិសញ្ញាអាចត្រូវបានចាត់ទុកជាកិច្ចសន្យាគតិយុត្តដែលមានអានុភាពអនុវត្តផ្លូវច្បាប់ជាលក្ខណៈបង្ខំចំពោះគ្រប់ភាគីទាំងអស់ហើយដែលមានលក្ខណៈខុសប្លែកពីសេចក្តីប្រកាសធម្មតាចំណែកឯកិច្ចព្រមព្រៀងអន្តរជាតិកិច្ចព្រមព្រៀងអន្តរជាតិមានន័យដូចសន្ធិសញ្ញាដែរប៉ុន្តែមានលក្ខណៈផ្លូវការតិចជាងសន្ធិសញ្ញាលក្ខណៈវិនិច្ឆ័យនៃកិច្ចព្រមព្រៀងគឺត្រូវបានប្រើជាពិសេសសម្រាប់លិខិតទុបករដែលមានលក្ខណៈបច្ចេកទេសឬរដ្ឋបាលកិច្ចព្រមព្រៀងមិនទាមទារឲ្យមានការផ្ដល់សច្ចាប័នពីសភាឡើយក្នុងករណីខ្លះកិច្ចព្រមព្រៀងអាចមានលក្ខណៈទម្រង់ជាលាយលក្ខណ៍អក្សរដូចជាកិច្ចព្រមព្រៀងផ្ទាល់មាត់ដែលអាចជាកិច្ចសន្យាដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយជាមួយដៃគូរបស់ខ្លួនឬជាមួយរដ្ឋដទៃទៀតសូមចុច like និងចុច share ដើម្បីទទួលបានពាក្យនយោបាយថ្មីៗបន្ថែមទៀតសូមអរគុណ